រដ្ឋបាលខេត្តត្បូងឃ្មុំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយខេត្តការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកនិងទូនាទីភារកិច្ចការិយាល័យប្រជាពលរដ្ឋខេត្តក្រុងស្រុកនៅព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025អាយុដំម៉ៅដងអភិបាលរងខេត្តតំណាងអាយុដំប៉ែនកុសលអភិបាលនៃគណៈភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយខេត្តការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកនិងទូនាទីភារកិច្ចការិយាល័យប្រជាពលរដ្ឋខេត្តក្រុងស្រុកក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំនៅសាលប្រជុំកោសាលាខេត្តត្បូងឃ្មុំនេះឱកាសនោះអាយុដំម៉ៅដងអភិបាលរងខេត្តបានមានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងគឺដើម្បីលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិយល់ដឹងបន្ថែមពីនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនិងការចុះសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការនិងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាពគណនេយ្យភាពនិងប្រសិទ្ធភាពសម្ដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានអាយុដំអភិបាលរងខេត្តបានបន្តថាវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះសង្ឃឹមនឹងជឿជាក់ថាលោកស្រីដែលជាមន្ត្រីរាជការទាំងអស់នឹងយល់ដឹងបន្ថែមក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះលោកកឹមវិបុលប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តបានលើកឡើងបន្ថែមថាផ្អែកលើវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការអនុវត្តរាជរដ្ឋាភិបាលបានសម្រេចបង្កើនយន្តការច្រកចេញចូលតែមួយនៅគ្រប់ប្រភេទរដ្ឋបាលនៅផ្នែកនៃរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការដាក់ចេញនៅអនុក្រឹត្យលេខ18អនៅក្របកចុះថ្ងៃទី8ខែកុម្ភៈឆ្នាំ2017ដោយបានបង្កើតអង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានីខេត្តការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុងស្រុកខណ្ឌនិងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំសង្កាត់លោកបន្តថាគោលដៅសំខាន់នៃការបង្កើនយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិគឺដើម្បីការធ្វើឲ្យប្រសើរឡើងនៅការផ្តល់សេវារដ្ឋបាលតាមរយៈការប្រមូលផ្ដុំសេវានៅនឹងកន្លែងតែមួយនិងការបង្ខិតសេវាឲ្យនៅគិជិតជាមួយនឹងប្រជាពលរដ្ឋសម្ដៅធ្វើយ៉ាងណាធានាឲ្យការផ្តល់សេវាមានភាពងាយស្រួលដល់អ្នកស្នើសុំសេវាតាមរយៈនីតិវិធីសាមញ្ញរហ័សមានតម្លាភាពប្រសិទ្ធភាពនិងឆ្លើយតបទាន់ពេលវេលានៅសំណុំពរនានារបស់អ្នកស្នើសុំសេវានេះជារូបភាពនៃការធ្វើកំណែតម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ដល់សិទ្ធិអំណាចជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការសម្រេចផ្ដល់សេវារដ្ឋបាលចាំបាច់ជូនប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយគណនេយ្យភាពក្នុងនាមរដ្ឋបាលបម្រើប្រជាពលរដ្ឋលោកកឹមវិបុលបានសង្កត់ធ្ងន់ថាសម្រាប់ការធ្វើកំណែតម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលកន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី2 2021-2030ដែលមានចក្ខុវិស័យក្នុងការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍមូលដ្ឋាននិងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋដើម្បីអភិវឌ្ឍកម្ពុជាឲ្យក្លាយជាប្រទេសដែលមានចំនួនមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030បន្ថែមលើនេះលោកហៀងសុភីនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សបានលើកឡើងនៅអនុក្រឹត្យស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិដោយការិយាល័យប្រជាពលរដ្ឋជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹតក្នុងការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋអំពីរដ្ឋបាលក្រុងស្រុកខណ្ឌនិងសម្រុះសម្រួលដោះស្រាយបណ្ដឹងទាំងនោះព្រមទាំងតាមដានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋការិយាល័យប្រជាពលរដ្ឋមានពីរផ្នែកសំខាន់ៗ1ផ្នែកទទួលពាក្យបណ្ដឹងនិងកិច្ចការរដ្ឋបាលនិង2ផ្នែកច្បាប់និងស៊ើបអង្កេតលោកបន្តថាការិយាល័យប្រជាពលរដ្ឋក្រុងស្រុកខណ្ឌមានតួនាទីភារកិច្ចជាអាតមាន1ប្រមូលនិងទទួលពាក្យបណ្ដឹងនានា2សម្រាំងនិងវិតម្លៃពាក្យបណ្ដឹងដែលទទួលបាន3បញ្ជូនពាក្យបណ្ដឹងទាំងឡាយណាដែលមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន4ចាត់វិធានការស៊ើបអង្កេតបណ្ដឹងរដ្ឋបាលលើអនុសាសន៍អំពីវិធានការដោះស្រាយបណ្ដឹងនិងតាមដានការអនុវត្ត5ផ្ដល់ព័ត៌មានត្រឡប់ដល់ប្រជាពលរដ្ឋអំពីលទ្ធផលនៃការដោះស្រាយបណ្ដឹងនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយ6រៀបចំយន្តការចាំបាច់នានាពាក់ព័ន្ធទៅនឹងដំណើរការទទួលនិងសម្រុះសម្រួលដោះស្រាយបណ្ដឹង7រៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ8រាយការណ៍ជាប្រចាំអំពីលទ្ធផលនៃការអនុវត្តការងារនិងការដោះស្រាយបណ្ដឹងផងដែរ